ការគំនេះកើតនៅឆ្នាំ1959នៅភូមិព្រៃកលាឃុំទុកមាសស្រុកបន្ទាយមាសខេត្តកំពតលោកឧបាសិកាជាកូនរបស់លោកតាកំសេងស្លាប់ក្នុងសម័យប៉ុលពតនិងជាកូនរបស់លោកយាយង៉ែតនួនស្លាប់ក្រោយរបបប៉ុលពតឧបាសិកាកំនេះមិនបានរៀនសូត្រជ្រៅជ្រះទេហើយនៅពេលពេញវ័យជាយុវនារីម្នាក់ក៏ចំពេលដែលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមជាការដែលប្រទេសដែលប្រយុទ្ធគ្នារវាងកងទ័ពសាធារណរដ្ឋខ្មែរនិងកងទ័ពខ្មែរក្រហមឬហៅថាកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុលពតលុះខ្មែរក្រហមដណ្ដើមជ័យជំនះបានលើរបបលន់នល់នាថ្ងៃទី17ខែមេសាឆ្នាំ1975ក្នុងវ័យប្រមាណ16ឆ្នាំយុវតីកងនេះត្រូវអង្គការជំនះឲ្យទៅធ្វើការរែកដីយ៉ាងទម្ងន់ក្នុងកងចល័តនៅកោះស្នាស្រុកជ័យគិរីខេត្តកំពតនៅទីនោះយុវតីកងនេះក៏មិនខុសពីក្រុមចល័តកដទៃទៀតដែរដែលត្រូវអង្គការបង្ខំឲ្យធ្វើការរែកដីហួសកម្លាំងហូបមិនឆ្អែតមានតែទឹកបបររាវกับលោកប៉ុន្តែសំណាងល្អយុវតីយើងបានវិផុតពីអង្គការអាវខ្មៅទៅដោយមិនបានយកទៅសម្លាប់ហើយបានរស់នៅជួបជុំគ្រួសារវិញក្រោយរបបប៉ុលពតដោយរំលំនៅថ្ងៃទី7ខែមករាឆ្នាំ1979ទោះបីបានវិផុតពីជីវិតពីរបបខ្មែរក្រហមក៏ដោយក៏យុវនារីកងចល័តកងមីនៅតែចងចាំមិនអាចបំភ្លេចបាននៅរបបវាលពិឃាតដែលធ្វើទារុណកម្មនិងកាប់សម្លាប់ប្រជាជនកម្ពុជាអស់រាប់លានអ្នកនោះជាពិសេសគាត់តែងនិទានប្រាប់ក្មេងៗដែលកើតក្រោយសម័យក្របផ្លងថានៅសម័យប៉ុលពតពិតជារស់នៅលំបាកវេទនានិងស្ទើរតែបាត់បង់ជីវិតដោយកងឆ្លូបយកទៅប្រហារពិតមែនក្រោយរួចផុតពីរបបប៉ុលពតក្នុងវ័យប្រមាណ20ឆ្នាំយុវតីកំមីបានចាប់ដៃគ្នាជាគូជីវិតជាមួយយុវជនង៉ែតសុផុនដែលមានអាយុច្រើនជាងដល់ទៅ7ឆ្នាំហេតុតែផុតព្រេងវាសនាពីអតីតជាតិនិងមានការយល់ចិត្តគ្នាចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាខ្ពស់ផងប្តីប្រពន្ធមួយគូនេះបានតស៊ូរួមរស់នៅជាមួយគ្នាឆ្លងកាត់ការលំបាកក្នុងជីវភាពគ្រប់សពបែបយ៉ាងទាំងអស់តាំងពីជ្រកនៅក្រោមដំបូលផ្ទះធ្លុះធ្លាយលិចទឹកភ្លៀងនិងរកអង្ករច្រកឆ្នាំងស្ទើរពុំបានរហូតមានជីវភាពប្រសើរមួយអន្លើនិងអាចចិញ្ចឹមកូន7នាក់ប្រុស5នាក់ស្រី2នាក់ឲ្យបានរស់រានមានជីវិតបានរៀនសូត្ររហូតដល់ចប់អនុវិទ្យាល័យខ្លះដល់វិទ្យាល័យខ្លះនិងដល់ឧត្តមសិក្សាខ្លះមិនត្រែទៅប៉ុណ្ណឹងទេពេលចូលមកដល់វ័យចាស់ភរិយាស្វាមីមួយគូនេះកាន់តែស្រឡាញ់គ្នាឡើងសមដោយពាក្យថាស្រឡាញ់គ្នាដល់ការឈើច្រត់ឬស្រឡាញ់គ្នាដល់ចាស់ខំឆ្នងដោយក្រៅពីបានផ្ទុកដាក់កូនឲ្យមានគូស្រករមួយចំនួននោះក្នុងការចាក់ចែងពីស្រុកកំណើតទៅរស់នៅរាជធានីភ្នំពេញតាមស្វាមីដែលមានការងារជាអ្នកនិពន្ធនៅអង្គភាពទស្សនាវដ្តីនិងអង្គភាពសារព័ត៌មាននោះលោកយាយកំមីបានបម្រើប្តីបាយទឹកម្ហូបអាហារបានយ៉ាងល្អហើយក៏បានអប់រំកូនចៅបានយ៉ាងល្អផងដែរជាពិសេសលោកយាយលោកតាតែងតែធ្វើដំណើរទៅណាមកណាតែ2នាក់ដោយលោកយាយឈ្មោលរហូតទទួលបានការសរសើរពីញាតិមិត្តជិតឆ្ងាយថាជាគូស្នេហ៍វ័យចំណាស់គួរឲ្យស្រឡាញ់រាប់អាននិងរស់រាយតាក់ជាទីបំផុតប៉ុន្តែខណៈដែលលោកយាយលោកតាកំពុងតែមានស្នាមញញឹមជាមួយគ្នាមានសុភមង្គលមានក្តីសុខឲ្យគ្នាទៅវិញទៅមកមច្ចរិរិស្ចាបានប្រហារជីវិតអ្នកម្ដាយនៅថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ក្រោយពីអ្នកម្ដាយបានទទួលនៅជំងឺជាទម្ងន់អស់រយៈពេលប្រហែល6ខែមរណភាពរបស់អ្នកម្ដាយបានបង្ហាញនូវក្តីអាឡោះអាល័យសម្រាប់យើងខ្ញុំជាស្វាមីជាកូនជាចៅគ្មានថ្ងៃបំភ្លេចបានឡើយជាគុំនន់ទុកមួយដ៏ធំធេងបំផុតដែលមិនអាចរែករួចបានប៉ុន្តែធ្វើម៉េចនេះជាវាសនានេះជាច្បាប់ធម្មជាតិវាលវត្តសង្សារមហាធំធេងតែតែរែកពុននៅរូបតាំងទុកខាងអនិច្ចាអនត្តាមិនអាចជាបានសូម្បីតែបុគ្គលថ្នាក់ខ្ពស់ឬក៏ហៅថាមនុស្សលោក
សូម្បីតែសត្វដែលឆានសូម្បីតែវត្ថុឥតវិញ្ញាណក៏គុំបាក់បែកនៅដល់អាយុកាលរបស់ខ្លួនរៀងៗខ្លួនដូច្នេះយើងខ្ញុំជាកូនជាចៅជាស្វាមីក្រៅពីសំដែងនៅក្តីអាឡោះអាល័យសង្វេគយ៉ាងក្រៃលែងគ្មានអ្វីក្រៅពីធ្វើបុណ្យឧទ្ទិសកុសលជញ្ជូនកុសលមគ្គផលទាំងអបាលមានតាមរយៈព្រះសង្ឃព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកទាំងអស់នេះហើយដោយជួយយោនយកកំណើតជួនយកដួងព្រលឹងអ្នកម្ដាយទៅបានទៅកាន់សុគតិភពឬទីដល់ឋានសុខដល់ដែលជាទីកក់ដៅសម្រាប់យើងខ្ញុំជាកូនជាចៅនៅខាងក្រោយនឹងខំធ្វើបុណ្យឧទ្ទិសកុសលឲ្យកាន់តែល្អថែមទៀតជាចុងក្រោយយើងខ្ញុំគ្មានអ្វីក្រៅពីសម្ដែងការអរគុណដល់ពុទ្ធមេមាកជនពុទ្ធបរិស័ទពុទ្ធសាសនិកទាំងឡាយដែលបានអញ្ជើញជាកិត្តិយសចូលរួមនៅក្នុងពិធីបុណ្យវេ7ថ្ងៃនេះជាការផ្ដល់កិត្តិយសដល់យើងខ្ញុំជាក្រុមគ្រួសារជាឪពុកជាម្ដាយជាឪពុកជាកូនជាចៅទាំងអស់គ្នាហើយយើងខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមឲ្យជួយតាមថែរក្សាពុទ្ធមេរិមកជនពុទ្ធបរិស័ទទាំងឡាយបងប្អូនញាតិមិត្តទាំងឡាយសូមជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិទានកុំបីឃ្លៀតឡើយសូមអរព្រគុណនិងសូមអរគុណ